វាជាគុណសោធ្វើឲ្យលោកហ្វូព្រមទទួលស្គាល់យើងបានវាយកុំបន្តខ្ញុំអីណាទោះខ្ញុំមិនដឹងថាហេតុអីបានជាលោកហ្វូភ្ញាក់ផ្អើលពេលឃើញស្នាមពីកំណើតនេះប៉ុន្តែវាបានខ្លាចជារឿងល្អសម្រាប់ខ្ញុំហើយតើស្រីណាទៅដែលមិនចង់បាននោះអាឡូយេរ៉ាន់ស៊ីវ៉ៃអញមានការអីគឺមិននៅច្រកហ្វូក្រុមខ្ញុំដូចបានឃើញឯងនិយាយអីហ្នឹងខ្ញុំកំពុងនៅផ្ទះអន្តើឯងប្រហែលជាច្រឡំហើយប្រហែលជាខ្ញុំច្រឡំមែនហើយមែនហើយខ្ញុំតែនឹកឃើញថាមានការចង់និយាយជាមួយឯងនៅផ្ទះចាំខ្ញុំត្រង់មិនក៏សុកមករកខ្ញុំហើយចាំមិញគឺគ្មានអីទេខ្ញុំកំពុងរៀបចំចេញទៅក្រៅឯងកុំមកអីមិនក៏ណាបែបនេះចង់ស្រាយមែនទេជីរ៉ាន់មានរឿងអីឯងមិនអីទេឯងមិនអីទេគឺមិនអីទេមិនអាចឲ្យលីនស៊ីវ៉ៃដឹងរឿងដែលខ្ញុំកំពុងតែបារម្ភធ្វើជានាងជាដាច់ខាតអាយ៉ូជីរ៉ាន់ណាជីរ៉ាន់ថ្ងៃនេះមិនក៏ស្អាតម្ល៉េះកំពុងគិតចង់ទៅណានឹងកុំបេះបងខូចមីងគ្មានលទ្ធភាពសងខ្ញុំទេយ៉ាស្រីល្អមិនក៏គ្មានចេះគួរសមស្អីសោះអញ្ចឹងមីងដឹងទេថាឈុតនេះថ្លៃប្រហែលបើវាខូចទោះមីងលក់អស់គ្រប់យ៉ាងក៏មិនអាចទិញវាបានផងឈប់សិនកុំអានទៅប្រាប់យើងសិនឯងនិយាយមិននេះបានន័យថាយ៉ាងម៉េចបានហើយខ្ញុំគ្មានពេលនឹងនិយាយអត់ប្រយោជន៍ជាមួយមីងទេលែងខ្ញុំធ្វើទៅពីក៏អើកតោមដោយខ្លួនអាចកូនអ្នកមានឆាប់លែងទៅអាយ៉ូអយចាន់មិនអាចធ្វើដល់គាត់បែបនេះអាយ៉ូចង្កេះរបស់ខ្ញុំបាក់ហើយទេដឹងអើយចាន់មីងគាត់ចាស់ហើយកន្លងមកគាត់តែធ្វើល្អដល់ឯងមិនក៏ធ្វើបែបនេះដាក់គាត់ខ្ញុំបានធ្វើអីខ្ញុំមិនបានធ្វើទេគាត់ស្លាប់ដួលខ្លួនឯងតែខ្ញុំមិនបានឃើញឯងបានឃើញអីលីនស៊ីវ៉ៃដោយសារតែរឿងតូចតាចបែបនេះឯងមកនិយាយគៀបសង្កត់ឲ្យខ្ញុំព្រមទទួលតែយើងនៅជាមិត្តនឹងគ្នាដែរទេឯងធ្លាប់ទុកចិត្តខ្ញុំខ្លះទេហើយចាស់បានហើយមីងមិនកើតអីទេកុំឆ្លោះគ្នាអីមីងទៅសិនហើយកុំព្រោះតែនិយាយចាស់ដូចជាយើងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពួកអញអីអូយហើយជីរ៉ាន់មិនអាចខ្លាចទៅច្បាប់នេះឯងកាត់តែច្រើនណាខ្ញុំផ្លាច់ត្រង់ណាខ្ញុំប្រាប់ឯងរួចហើយថាខ្ញុំមិនបានធ្វើអីគាត់ទេប៉ុន្តែឯងមិនជឿខ្ញុំទាំងដែលយើងធ្លាប់ធំឡើងនឹងរាប់អានគ្នាជាច្រើនឆ្នាំសុំទៅជីរ៉ាន់ខ្ញុំគ្រាន់តែបានពីឯងអ្នកនេសាប្រធានណាទៅមិនបានជាជីរ៉ាន់ប្រាប់ខ្ញុំជីរ៉ាន់កុំទៅអីប្រចាំគេបោកប្រាស់លីនស៊ីវ៉ៃអញគិតថាឯងជាមនុស្សឆ្លាតតែម្នាក់ឯងអញ្ចឹងហ៎ពេលនេះមានបរិសុទ្ធអ្នកមានមកស្រឡាញ់ខ្ញុំហើយគេក៏ចង់រៀបការជាមួយខ្ញុំដែរនេះមិនទេដែលគេហៅថាបោកប្រាស់អត់ទេជីរ៉ាន់ខ្ញុំគ្មានអីបាននឹងទេបានហើយខ្ញុំគ្មានពេលទេអីជីរ៉ាន់ខ្ញុំលើថាពេលនេះក្រុមហ៊ុនហ្វូយើងចិត្តមានលោកស្រីហ្វូហើយមនុស្សស្រីដែលមកថ្ងៃនេះខ្ញុំថាគេនឹងជាអនាគតលោកស្រីហ្វូហើយលើគេប្រាប់មកថាគាត់មាននាមតកោស៊ីមិនមាននិយាយនាមតកោអីនាងជាអ្នកណាដែរឆាប់ប្រាប់មកមិននាងនិយាយថាគេនាងតកោអីចុះនាងគិតថាខ្លួនឯងជាអ្នកណារឿងអីយើងត្រូវឆ្លើយសំណួរនាងប្រាប់ឬមិនប្រាប់ខ្ញុំនិយាយគ្រាន់តែនិយាយថាលោកស្រីដែលមកថ្ងៃនេះប្រហែលជាអនាគតលោកស្រីហ្វូភរិយារបស់លោកប្រធាននាងតកោនាងគឺសៀជីរ៉ាន់ប៉ានេះមិនឈ្មោះសៀអីគឺសៀឆាប់និយាយមកឬក៏នាងចង់បញ្ចប់ដល់ជាតុកអំបញ្ញមិញនេះខ្ញុំមិនដឹងទេខ្ញុំពិតជាមិនដឹងមែនសកាត់ជាមិនមែនជីរ៉ាន់ទេប៉ុន្តែបើមែនតែជីរ៉ាន់អាចស្និទ្ធស្នាលជាមួយប្រធានហ្វូកំពុងនិយាយជាមួយអ្នកណាហើយចាកូនប្រុសខ្ញុំទីបំផុតរកឃើញស្នេហ៍ពិតហើយអត់ទេស្រាប់ស្បោះសិនពួកឯងទាំងពីរនាក់មិនមានរឿងអីតាមទេម៉ាក់យល់វាជារឿងធម្មតាទេសម្រាប់យុវវ័យកុំខ្មាស់អៀនអីណាតាំងពីដើមមកខ្ញុំមិនដែលរំពឹងទេថាកូនប្រុសជើងល្អរបស់ខ្ញុំមានថ្ងៃនេះនឹងគេវាជារឿងល្អខ្លាំងណាស់ខ្ញុំចិត្តបានចៅពរនឹងគេហើយម៉ាក់មកក្រុមហ៊ុនធ្វើអីពីដើមមកម៉ាក់មិនដែលចាប់អារម្មណ៍មកក្រុមហ៊ុនទេថ្ងៃនេះស្រាប់តែចេញមកម៉ាក់មិនចង់មកប្រហែលទេប៉ុន្តែបើម៉ាក់មិនមកពិតជាស្ដាយក្រោយហើយព្រោះមិនបានឃើញរូបភាពពួកឯងទាំងពីរមិញនេះនិយាយពីអាកំឡោះឯងវិញម៉ាក់បានលើទូទាំងក្រុមហ៊ុនគេនិយាយថាក្រុមហ៊ុនហ្វូចិត្តមានចៅហ្វាយស្រីហើយហេតុអីបានជាឯងមិនប្រាប់ម៉ាក់គិតចង់លាក់ម៉ាក់ដល់ពេលណាទៀតហ៎លាក់មនុស្សស្រីមានមនុស្សស្រីមកពីណាឬមួយក៏នាងដែរនិយាយកុំមកចោទខ្ញុំនឹងគ្មានគេខ្មាស់ដាក់ផ្សព្វផ្សាយជាចាំរ៉ានវាខ្ញុំនឹងលោកនោះគឺល្អហើយដែលនាងមិនដែលនិយាយថាស្រឡាញ់ខ្ញុំប្រាប់គេស្រឡាញ់លោកអីខ្ញុំមិនដែលសុបបិទតែកិនមករូបរាងខ្ញុំផងគ្មានថ្ងៃទៅស្រឡាញ់មនុស្សដូចលោកទេនាងឈប់ខ្សឹបគ្នាបានហើយកុំបារម្ភអីម៉ាក់នឹងលាក់រឿងនេះជាការសម្ងាត់តែពួកឯងត្រូវប្រាប់ម៉ាក់ដូចគ្នាថានឹងមានគម្រោងរៀបការនៅពេលណាដែរឬទេម៉ាក់យល់ច្រឡំហើយកូននឹងគេគឺពិតជាគ្មានអ្វីកើតឡើងជាមួយគ្នាពិតមែនខ្លួនជាស្រីតែកាយវិការដូចប្រុសបែបនេះគួរឲ្យអស់សំណាញ់មនុស្សប្រុសដូចលោកសម្បល់ដូចមុនក៏មិនត្រូវចិត្តខ្ញុំដូចគ្នានាងជេរខ្ញុំហ៎
បានហើយគូឯងទាំងពីរនេះដូចជាឆ្មាកដុលអញ្ចឹងសម្រាប់ថាមង្គលការទុកឲ្យម៉ាក់ជាអ្នកចាត់ចែងទៅចុះណាពេលនេះបញ្ហាត្រូវបានដោះស្រាយរួចហើយអញ្ចឹងម៉ាក់ទៅវិញហើយណាថ្ងៃនេះជាថ្ងៃអីមិនបានជាមានក្តីសុខខ្លាំងម្ល៉េះណាមីងចូលច្រឡំហើយខ្ញុំមិនមែនឲ្យចាប់ប្រធានហ្វូមិនគិតជួយនិយាយអីខ្លះទេខ្ញុំប្រងហ្វអង្ក្រាក់លោកមិនក៏ចង់ឲ្យខ្ញុំធ្វើជាប្រពន្ធលោកទៀតហើយ ខ្ញុំមិនដែលគិតថាខ្ញុំចង់យកនាងធ្វើជាប្រពន្ធរូបរាងនឹងកម្លាំងដូចជាមនុស្សប្រុសគ្មានការតាក់ទាញតែប្រុសណាចង់រៀបការជាមួយនាង មិនដែរកិនពេលចាំអារម្មណ៍លេចឡើងបានយ៉ាងម៉េច ខ្ញុំចង់ដឹងថាវាកើតឡើងបានយ៉ាងម៉េចឯងឆាប់ទៅពិនិត្យមើលថាការផ្សព្វផ្សាយនេះចេញមកពីចំណុច